សួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើបង្អែមបាញ់ជំនឿម៉ូតផ្លែល្ពៅដែលយើងធ្វើឡើងអំពីផ្លែល្ពៅនិងម្សៅដំណើបតែអត់មានស្នូលទេបងប្អូនតោះឥឡូវយើងទៅចាប់ផ្ដើមធ្វើជាមួយខ្ញុំបាទទាំងអស់គ្នាជាដំបូងយើងត្រូវមានល្ពៅចំហុយបងប្អូនល្ពៅចំហុយយើងកាន់នៅមាត់អញ្ចឹងហើយយើងលាយជាមួយនឹងម្សៅដំណើបបងប្អូនច្របល់ចូលគ្នាឲ្យកើតជាម្សៅល្បាយមកបងប្អូនសូនធ្វើជារូបផ្លែល្ពៅតោះឥឡូវនំយើងបានសូនរួចហើយយើងចាប់ផ្ដើមមកលាយម្សៅម្ដងទៀតដើម្បីសូននំយើងបន្តទៀតតែនេះយើងលាយអត់លាយជាមួយល្ពៅទេគឺយើងលាយម្សៅយើងជាមួយទឹកធម្មតាហ្នឹងឯងហើយយើងសូនមូលដោយក្របឃ្លីម្ដងបងប្អូនឥឡូវយើងនេះលេងរួចទេបងប្អូនលេងរួចហើយអញ្ចឹងយើងមកដាំទឹកឲ្យពុះតាមមកយើងដាក់ស្ងោរបងប្អូនយើងដាក់ស្ងោរនំយើងពេលដែលនំយើងឆ្អិនគឺវាអណ្ដែតឡើងបែបនេះបងប្អូនអញ្ចឹងយើងស្រង់ទុកនៅក្នុងទឹកត្រជាក់បងប្អូនយើងដាក់ទឹកត្រជាក់នៅក្នុងឆ្នាំងហើយយើងស្រង់ដាក់ក្នុងទឹកត្រជាក់មកយើងមកស្ងោរនំម្សៅពណ៌សម្ដងឥឡូវនំយើងបានឆ្អិនហើយយើងទុកសិនយើងមកដាំទឹកធ្វើទឹកស្ករបន្ទាប់ពីទឹកយើងពុះយើងដាក់ស្ករសរួចមកយើងថែមអំបិលមួយចុងស្លាបព្រាយើងកូររលាយពេលទឹកយើងពុះយើងដាក់នំដែលយើងស្រង់ទុកបាញ់មិញហ្នឹងចូលហើយបើបងប្អូនចង់ដាក់ខ្ញីបន្ថែមទៀតក៏បានដែរប៉ុន្តែខ្ញុំអត់មានខ្ញីហើយខ្ញុំអត់សូវចូលចិត្តខ្ញីផងអញ្ចឹងខ្ញុំអត់ដាក់ទេបាទឥឡូវបង្អែមយើងបានពុះហើយបន្ទាប់ពីបង្អែមយើងពុះយើងអាចដួសដាក់ក្នុងចានហើយយើងបន្ថែមនៅខ្ទិះដើមរបស់យើងដើម្បីឲ្យមានរសជាតិឆ្ងាញ់ហើយនឹងល្ងបងប្អូនល្ងដែលយើងកិនបាទឥឡូវបង្អែមយើងបានរួចរាល់ហើយអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាបាយបាយ